សួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងត្រាក់ទ័រចនឌៀបងប្អូនចូលស្តុកថ្មីបងប្អូនបាទអញ្ចឹងនៅទីនេះបាទនៅភ្នំពេញបងប្អូនបាទមានត្រាក់ទ័រចនឌៀគ្រប់ស៊េរីគ្រប់ model បងប្អូនបាទមានចាប់ពីកម្លាំងសេះ28សេះរហូតដល់410សេះបងប្អូនបាទនេះគឺត្រាក់ទ័រចនឌៀ model 5E បងប្អូនបាទអញ្ចឹងនេះគឺ50 75E បងប្អូនដែលមានកម្លាំងសេះ75សេះបងប្អូនបាទអញ្ចឹងមកថតវីដេអូដើម្បីឲ្យបងប្អូនបានទស្សនាបងប្អូនបាទអញ្ចឹងទីតាំងគឺនៅភ្នំពេញបងប្អូននៅទីស្នាក់ការកណ្ដាលរបស់ត្រាក់ទ័រចនឌៀតែម្ដងបងប្អូនបាទនៅជាប់ផ្លូវជាតិលេខ 6A បងប្អូននៅកែង stop ផ្លូវវិមានឈ្នះបាទអញ្ចឹងបើសិនបើបងប្អូនបាទចង់ដឹងព័ត៌មានតាក់ទងជាមួយនឹងត្រាក់ទ័រចនឌៀបាទតាក់ទងជាមួយនឹងបាទលក្ខណៈពិសេសរបស់ត្រាក់ទ័រចនឌៀបាទហើយតាក់ទងជាមួយនឹងផ្នែកបច្ចេកទេសការប្រើប្រាស់អីជាមួយត្រាក់ទ័រចនឌៀបងប្អូនអាច comment ខាងក្រោមវីដេអូបានណាបាទអញ្ចឹងតាក់ទងជាមួយចនឌៀដែលពេញនិយមបំផុតបាទនៅក្នុងវិស័យកសិកម្មបាទដែលប្រជាកសិករខ្មែរយើងប្រើប្រាស់ឬក៏ជាវច្រើនបំផុតនោះគឺត្រាក់ទ័រចនឌៀ 5E បងប្អូន 5E បាទអញ្ចឹងដូចខ្ញុំបានបញ្ជាក់វីដេអូពីវីដេអូមុនអញ្ចឹងបាទ 5E នេះគឺមាន4 model បងប្អូនបាទអញ្ចឹងមាន50 55E ដែលមានកម្លាំងសេះ55សេះហ្នឹងបាទ50 65E បាទដែលមានកម្លាំងសេះ65សេះបាទ50 75E បាទដែលមានកម្លាំងសេះ75សេះនិង50 90E បាទដែលមានកម្លាំងសេះ90សេះបងប្អូនបាទអញ្ចឹងត្រាក់ទ័រដែលពេញនិយមសម្រាប់ប្រជាកសិករយើងប្រើប្រាស់គឺបាទទីច្រើនគឺសម្រាប់ផ្ដោតសំខាន់ទៅលើស្រែចម្ការបាទខ្លាំងបំផុតសម្រាប់ប្រជាកសិករគឺមាន50 55E បាទ50 65E បាទ50 75E បងប្អូនបាទគឺជាត្រាក់ទ័រដែល top sell បាទដែលលក់បានច្រើនជាងគេបាទប្រចាំនៅក្រុមហ៊ុនតែម្ដងបាទអញ្ចឹងដោយសារតែមានតម្រូវការតាក់ទងជាមួយត្រាក់ទ័រប្រភេទចនឌៀ model ចនឌៀអញ្ចឹងយើងឃើញថាការនាំចូលបាទត្រាក់ទ័រចនឌៀកាន់តែច្រើនឡើងមកស្រុកខ្មែរបងប្អូនបាទអញ្ចឹងច្រើនមែនតើបងប្អូនបាទអញ្ចឹងដូចជាខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងបាទបើសិនជាបងប្អូនមានបាទចម្ងល់ក៏ដូចជាសំណួរតាក់ទងជាមួយត្រាក់ទ័រចនឌៀបាទលក្ខណៈសម្បត្តិបាទអត្ថប្រយោជន៍បាទនិងលក្ខណៈពិសេសផ្សេងៗរបស់ត្រាក់ទ័រចនឌៀបងប្អូនអាច comment សួរខាងក្រោមវីដេអូបានណាបងប្អូនបាទអញ្ចឹងនេះគាត់តែខ្ញុំបញ្ជាក់ខ្លះបាទហើយថតត្រាក់ទ័រឲ្យបងប្អូនបានទស្សនាមើលបាទអញ្ចឹងច្រើនមែនតើបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនា